តាំងពីសម័យអង្គរមកដល់សម័យឧដុង្គប្រទេសកម្ពុជាយើងមានព្រះមហាក្សត្រជាច្រើនអង្គបានឡើងគ្រងរាជ្យប៉ុន្តែក្នុងចំណោមព្រះមហាក្សត្រទាំងនោះមានតែអង្គមួយចំនួនប៉ុណ្ណោះដែលត្រូវគេរាប់ថាជាស្ដេចដ៏សំខាន់និងដឹកនាំប្រទេសឲ្យរឹងមាំតើមានប៉ុន្មានអង្គហើយអង្គណាខ្លះដែលគេរាប់ថាជាស្ដេចដឹកនាំប្រវត្តិសាស្ត្រខ្មែរល្អជាងគេសូមតាមដានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍នេះជាមួយខ្ញុំអង្គដំបូងគឺព្រះបាទជ័យវរ្ម័នទី2ព្រះអង្គបានឡើងគ្រងរាជ្យនៅឆ្នាំ802នៃគ្រិស្តសករាជហើយត្រូវគេចាត់ទុកថាជាស្ថាបនិកអាណាចក្រអង្គរព្រះអង្គបានបង្កើតប្រព័ន្ធទេវរាជានិងរួមបញ្ចូលទឹកដីខ្មែរឲ្យក្លាយជារដ្ឋឯករាជ្យមួយព្រះអង្គគឺជាអ្នកបើកផ្លូវឲ្យកម្ពុជាឡើងកំពូលអំណាចបន្ទាប់មកព្រះបាទទិសោវរ្ម័នទី1ព្រះអង្គបានផ្លាស់រាជធានីមកកាន់ទីក្រុងអង្គរដំបូងឈ្មោះគឺសោធរបុរៈការបង្កើតទីក្រុងនេះបង្ហាញពីឥទ្ធិពលនិងអំណាចកម្ពុជាដែលកំពុងរីកចម្រើនបន្ទាប់ទៅព្រះបាទសូរ្យវរ្ម័នទី1ព្រះអង្គជាស្ដេចដែលមានកម្លាំងខ្លាំងក្នុងការពង្រីកទឹកដីកម្ពុជាក្នុងសម័យនោះបានក្លាយជាអំណាចធំមួយនៅក្នុងអាស៊ីអាគ្នេយ៍បន្តទៅព្រះបាទសូរ្យវរ្ម័នទី2ព្រះអង្គជាស្ថាបនិកប្រាសាទអង្គរវត្តដែលនឹងក្លាយជារូបសញ្ញាដ៏អស្ចារ្យរបស់ជាតិខ្មែរដល់សព្វថ្ងៃក្រោមការដឹកនាំរបស់ព្រះអង្គប្រទេសមានស្ថិរភាពនិងសិល្បៈបញ្ញារីកចម្រើនស្ដេចដ៏ល្បីបំផុតគឺព្រះបាទជ័យវរ្ម័នទី7ព្រះអង្គបានសាងសង់ប្រាសាទបាយ័នមន្ទីរពេទ្យនិងផ្លូវធំៗជាច្រើនព្រះអង្គត្រូវគេចងចាំថាជាស្ដេចមេត្តានិងជាអ្នកអភិវឌ្ឍសង្គមដែលធ្វើឲ្យអង្គរឡើងដល់កំពូលអំណាចចុងក្រោយគឺព្រះបាទស្រីសុរយោធាទោះបីជាកម្ពុជាកំពុងប្រឈមនឹងសៀមនិងវៀតណាមក៏ដោយព្រះអង្គបានឧស្សាហ៍រក្សាអធិបតេយ្យឲ្យភាពនិងអត្តសញ្ញាណជាតិខ្មែរព្រះអង្គជាសញ្ញាថាទោះបីជាកម្ពុជាបានធ្លាក់ចុះពីកំពូលអំណាចក៏នៅតែរក្សាបានអត្តសញ្ញាណជាតិរហូតមកដល់សម័យឧដុង្គបងប្អូនជាទីគោរពនេះហើយជាស្ដេចសំខាន់6អង្គដែលបានបង្កើតនិងដឹកនាំប្រទេសឲ្យរឹងមាំព្រះអង្គគឺជាមោទនភាពរបស់ជាតិខ្មែរនិងជាសញ្ញាបង្ហាញពីអំណាចនិងវប្បធម៌ដ៏អស្ចារ្យនៃអាណាចក្រខ្មែរចង់ស្ដាប់វីដេអូប្រវត្តិសាស្ត្របងប្អូនជួយគាំទ្របងប្អូននៅជោគវ៉ាមួយបាទសូមអរគុណ